មានលោកសេដ្ឋីនីម្នាក់ដែលគាត់មានអាយុច្រើនប៉ុន្តែគាត់បែរជាយកប្តីក្មេងហើយប្តីក្មេងរបស់គាត់គឺជាមនុស្សខូចប្តីក្មេងរបស់គាត់តែងតែលួចតាក់ទងជាមួយអ្នកបម្រើនៅក្នុងផ្ទះយើងដេញនាងឯងចេញពីផ្ទះយើងហើយក៏ព្រោះតែនាងឯងមានចិត្តតាក់ទងជាមួយប្តីយើងមិនអាចទុកនាងឯងធ្វើការនៅផ្ទះរបស់យើងបានបន្តទៀតទេលោកសេដ្ឋីនីសូមលោកសេដ្ឋីនីលើកលែងទោសឲ្យខ្ញុំម្ដងទៅគឺស្វាមីលោកសេដ្ឋីនីតែងតែទៅរកខ្ញុំជានិច្ចហើយគាត់ថែមទាំងគំរាមខ្ញុំទៀតគាត់ថាបើខ្ញុំមិនព្រមតាមគាត់ចង់បានទេគាត់នឹងដេញខ្ញុំចេញពីទីនេះប៉ុន្តែបើសិនជានាងឯងព្រមនាងឯងក៏ត្រូវយើងដេញចេញដូចគ្នាបានហើយឆាប់ចេញពីផ្ទះយើងទៅយើងឲ្យប្រាក់នាងឯងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយលំមនាងឯងទៅបង្កើតគ្រួសារបានប្តីខ្លួនឯងខុសបែរជាមិនទៅបន្ទោសបែរជាមកបន្ទោសខ្ញុំវិញទាំងដែលខ្ញុំគឺជាអ្នកបម្រើសំណាងហើយដែលខ្ញុំមិនទៅដឹងលោកមេភូមិឲ្យចាប់ប្តីលោកសេដ្ឋីនេះដាក់គុកទៅនាងឯងហ៊ាននិយាយបែបនេះជាមួយយើងផងមែនទេយើងឲ្យប្រាក់នាងឯងមួយចំនួនហើយលំមនាងឯងទៅចាប់ដាំជីវិតបានដូច្នេះកុំនៅនិយាយច្រើនទៀតចាប់ចេញទៅភ្លាមទៅខ្ញុំប្រកាសជាចាក់ចេញពីទីនេះខ្ញុំឆ្អែតហើយទោះបីឲ្យខ្ញុំនៅទីនេះបន្តទៀតក៏ខ្ញុំមិននៅដែរប្តីខ្លួនឯងជាអ្នកបង្ខំខ្ញុំដល់បន្ទប់ប៉ុន្តែបែរជាមិនទៅបន្ទោសមកបន្ទោសខ្ញុំតែម្នាក់ឯងសំមុខហើយដែលចាស់យកប្តីក្មេងបើសិនជានាងឯងនៅនិយាយបែបនេះទៀតប្រយ័ត្នយើងឲ្យកូនចៅយើងវាយនាងឯងបែកមាត់ទៅចេញពីផ្ទះយើងភ្លាមទៅចេញទៅយើងមិនត្រូវការអ្នកបម្រើដូចជានាងឯងទេថ្ងៃណាមួយកម្មពៀននឹងធ្លាក់លើលោកសេដ្ឋីនេះជាមិនខាននៅថ្ងៃណាមួយលោកសេដ្ឋីនេះនឹងភ្លឺភ្នែកព្រោះតែប្តីក្មេងជើងល្អរបស់លោកសេដ្ឋីនេះនាងជាអ្នកបម្រើនៅក្នុងបន្ទប់មិនដឹងថានាងត្រូវមាត់យាយកញ្ចាស់នោះប៉ុណ្ណាទេហើយខ្ញុំប្រកាសជាមិនរួចខ្លួនតើហេតុអ្វីបានជាមានគេដឹងខ្ញុំខំលាក់បាំងបានយ៉ាងល្អប៉ុន្តែយាយកញ្ចាស់នោះនៅតែដឹងទៀតកំពុងតែស្ដាយនាងម្នាក់នោះតើមែនទេតើហេតុអ្វីបានជាឯងធ្វើបែបនេះចំពោះយើងខំយកឯងមកធ្វើជាប្តីប៉ុន្តែឯងបែរជាមានគំនិតលួចតាក់ទងជាមួយនឹងអ្នកបម្រើរបស់ខ្លួនឯងខ្ញុំខុសហើយខ្ញុំសន្យាថានឹងមិនធ្វើខ្លួនឲ្យដូចកាលពីមុនទៀតទេលើកលែងទោសឲ្យខ្ញុំម្ដងទៅលើកក្រោយខ្ញុំមិនធ្វើបែបនេះទៀតទេនេះគឺជាលើកទី3ហើយដែលយើងបានតន់ឯងបែបនេះចុះនៅពេលដែលយើងមិនដែលតាមតន់តើឯងនឹងតាក់ទងជាមួយនឹងអ្នកណាខ្លះទៅខ្ញុំបានប្រាប់ហើយទៅថាខ្ញុំទើបតែតាក់ទងជាលើកទី3ហើយលោកសេដ្ឋីនេះក៏បានតាមទាន់ទាំង3ដូច្នេះលោកសេដ្ឋីនេះលើកលែងទោសឲ្យខ្ញុំម្ដងទៀតទៅនេះគឺជាលើកចុងក្រោយឯនេះសូម្បីតែអ្នកបម្រើនៅក្នុងផ្ទះក៏មិនលើកលែងពួកគេធ្វើការជាអ្នកបម្រើនៅក្នុងផ្ទះប៉ុន្តែឯងបែរជាមានគំនិតចង់ស៊ីកូនចៅខ្លួនឯងបើយើងដឹងថាមានលើកក្រោយទៀតយើងប្រកាសជាដេញឯងចេញជាក់ជាមិនខានខ្ញុំសន្យាថានឹងមិនធ្វើឲ្យខ្លួនឯងដូចកាលពីមុនទៀតទេព្រោះតែខ្ញុំទ្រាំនឹងសម្រស់នាងមិនបាននាងតែងតែឲ្យដៃខ្ញុំជានិច្ចទើបខ្ញុំមិនអាចទប់ចិត្តបានប៉ុន្តែនាងបាននិយាយថាឯងទៅបង្ខំនាងដល់បន្ទប់ហើយឯងថែមទាំងបានគំរាមនាងដេញចេញពីផ្ទះថែមទៀតទើបបានជានាងព្រមតាមការចង់បានរបស់ឯងនេះគ្រាន់តែជាលេសដោះសារនាងតែប៉ុណ្ណោះនាងឲ្យដៃខ្ញុំពេកទើបខ្ញុំមិនអាចទប់ចិត្តបានប៉ុន្តែពេលនេះនាងត្រូវបានដេញចេញពីផ្ទះដូច្នេះលែងមានអ្នកណាឲ្យដៃខ្ញុំទៀតហើយលោកសេដ្ឋីនេះកុំបារម្ភអីយើងចង់ប្រាប់ឯងថានេះជាលើកចុងក្រោយហើយសម្រាប់ឯងបើសិនយើងតាមតន់ឯងបែបនេះទៀតយើងនឹងដេញឯងចេញពីផ្ទះនេះចាក់ជាមិនខានហើយដល់ពេលនោះឯងកុំគិតថាយើងចិត្តទុននឹងទុកឯងនៅបន្តទៀតខ្ញុំរីករាយនឹងទទួលកំហុសបើខ្ញុំមានលើកក្រោយទៀតប៉ុន្តែខ្ញុំតាំងចិត្តហើយនឹងមិនធ្វើខ្លួនឲ្យមានរឿងរ៉ាវកើតឡើងបែបនេះទៀតទេចាំទុកសម្ដីឯងនិយាយផងទៅនៅពេលនេះបើសិនជាមានលើកក្រោយទៀតឯងទៅលួចតាក់ទងនឹងអ្នកធ្វើការនៅទីនេះយើងមិនទុកមុខឲ្យឯងទៀតទេបើសិនជាមានពេលទំនេរឯងទៅមើលអ្នកធ្វើការនៅចំការទៅកុំយកពេលទំនេរតាក់ទងជាមួយនឹងអ្នកបម្រើនៅក្នុងផ្ទះពេកសម្ដីបានណាស់យាយកញ្ចាស់ចាំមើលតែយាយកញ្ចាស់ឯងស្លាប់ទៅទ្រព្យសម្បត្តិទាំងអស់នេះនឹងខ្លាចជារបស់យើងដល់ពេលនោះយើងនឹងយកប្រពន្ធក្មេងចាក់ជាមិនខាននៅខាងក្រោយផ្ទះនេះតើកំពុងតែធ្វើអីនឹងមុំតើមុំត្រូវការឲ្យខ្ញុំជួយដែរទេ
មុំកំពុងតែកាត់ស្មៅដូច្នេះខ្ញុំចង់ជួយបើសិនជាលោកសេដ្ឋីនេះមកឃើញខ្ញុំប្រកាសជាត្រូវដេញចេញតាក់ជាមិនខានដូច្នេះលោកប្រុសគួរតែទៅឲ្យឆ្ងាយពីខ្ញុំទៅខ្ញុំមិនចង់អត់ការងារធ្វើទេណាលោកប្រុសទៅខ្លាចអ្វីទៅនៅពេលនេះលោកសេដ្ឋីនេះបានទៅផ្សារទិញបន្លែបាត់ហើយគាត់នឹងចូលទៅសាលាឃុំដើម្បីសួរសុខទុក្ខមិត្តភ័ក្តិរបស់គាត់ដូច្នេះដល់ពេលល្ងាចទើបគាត់នឹងមកដល់ផ្ទះវិញប៉ុន្តែនៅមានអ្នកបម្រើច្រើនទៀតគេនឹងឃើញខ្ញុំអាចនឹងត្រូវដេញចេញពីផ្ទះអ្នកបម្រើនៅក្នុងផ្ទះមានច្រើនគេអាចនឹងឃើញចាក់ជាមិនខានបើសិនជាមានអ្នកណាម្នាក់ហ៊ានដើរមកឃើញហើយយករឿងរ៉ាវទៅនិយាយប្រាប់លោកសេដ្ឋីនេះឲ្យបានដឹងខ្ញុំនឹងដេញគេចេញពីផ្ទះចាក់ជាមិនខានដូច្នេះទោះបីជាអ្នកណាបានឃើញក៏មិនហ៊ានយកទៅប្រាប់លោកសេដ្ឋីនេះដែរចុះបើសិនជាបែបនេះតើលើកមុនតើលោកសេដ្ឋីនេះដឹងដោយរបៀបណាទៅបានជាដេញនាងម្នាក់នោះចេញពីផ្ទះដោយសារតែពេលនោះខ្ញុំភ្លេចអាវនៅក្នុងបន្ទប់របស់នាងទើបបានជាលោកសេដ្ឋីនេះដើរទៅឃើញហើយក៏ចាប់ផ្ដើមមានការសង្ស័យប៉ុន្តែពេលនេះអត់មានអ្នកណានៅទីនេះទេមានតែពួកយើងតែពីរនាក់តែប៉ុណ្ណោះពួកយើងគួរតែរកអីលេងសប្បាយជាមួយគ្នាទៅខ្ញុំត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះដូច្នេះលោកប្រុសទៅរកនារីផ្សេងទៀតទៅខ្ញុំមិនស័ក្តិសមជាមួយនឹងលោកប្រុសនោះទេមិនស័ក្តិសមបានយ៉ាងម៉េចទៅមុំសាច់សខ្ចីខ្ញុំនឹងយកមុំធ្វើជាប្រពន្ធរួចលាក់ហើយនៅពេលដែលលោកសេដ្ឋីនេះស្លាប់ខ្ញុំនឹងយកមុំធ្វើជាប្រពន្ធពេញសិទ្ធនៅពេលនោះពួកយើងនឹងក្លាយជាសេដ្ឋីតែពីរនាក់នៅក្នុងស្រុកភូមិនេះតើលោកប្រុសនិយាយជាការពិតមែនទេលោកប្រុសនិយាយគឺជាការពិតដែរទេបើសិនជាលោកសេដ្ឋីនេះស្លាប់លោកប្រុសនឹងយកខ្ញុំធ្វើជាប្រពន្ធខ្ញុំនិយាយគឺជាការពិតតើខ្ញុំកុហកមុំបានអ្វីមកវិញទៅសាច់មុំសខ្ចីខ្ញុំលងស្នេហ៍មុំយូរហើយខ្ញុំរស់នៅជាមួយសេដ្ឋីនេះដូចជាចុះនៅរស់អញ្ចឹងបើសិនជាលោកប្រុសនិយាយបែបនេះហើយខ្ញុំនឹងយល់ព្រមធ្វើជាប្រពន្ធលួចលាក់របស់លោកប្រុសនៅពេលនេះចុះនៅពេលដែលលោកសេដ្ឋីនេះស្លាប់ខ្ញុំនឹងធ្វើជាប្រពន្ធពេញច្បាប់នៅពេលនោះប្តីក្មេងរបស់លោកសេដ្ឋីនេះក៏បានរួមស្នេហាជាមួយអ្នកបម្រើសួស្តីលោកសេដ្ឋីនេះខ្ញុំឮអ្នកភូមិគេនិយាយថាលោកសេដ្ឋីនេះទើបតែនឹងបណ្ដេញក្មេងស្រីម្នាក់ចេញពីផ្ទះតើមែនទេហើយអ្វីបានជាលោកសេដ្ឋីនេះបណ្ដេញគេចេញបែបនេះក៏ព្រោះតែនាងមិនចង់ធ្វើការទើបខ្ញុំបានដេញយើងចេញពីផ្ទះតែម្ដងទៅការងារនៅផ្ទះខ្ញុំត្រូវការតែអ្នកឧស្សាហ៍ព្យាយាមតែប៉ុណ្ណោះប៉ុន្តែបើសិនជាអ្នកខ្ជិលមិនចង់ធ្វើការខ្ញុំមិនឲ្យនៅប៉ុន្តែនាងដើរនិយាយប្រាប់គេគ្រប់គ្នាថាក៏ព្រោះតែប្តីក្មេងលោកសេដ្ឋីនេះទៅបង្ខំនាងដល់បន្ទប់ទើបបានជានាងយល់ព្រមប៉ុន្តែលោកសេដ្ឋីនេះបែរជាដេញនាងចេញពីផ្ទះដោយកំហុសគ្រប់យ៉ាងលោកសេដ្ឋីនេះទម្លាក់កំហុសលើនាងតែម្នាក់គត់នាងនេះដើរនិយាយប្រាប់គេគ្រប់គ្នាបែបនេះផងមែនទេហើយអ្វីបានជាវាហ៊ានដើរនិយាយប្រាប់គ្រប់គ្នាឲ្យបានដឹងបែបនេះខ្ញុំជួបវានៅកន្លែងណាខ្ញុំនឹងវាយវាឲ្យបែកមាត់តែម្ដងខ្ញុំគិតថាអ្នកខុសគឺជាប្តីក្មេងលោកសេដ្ឋីនេះក៏ព្រោះតែគេចូលទៅដល់ក្នុងបន្ទប់របស់នាងទើបបានជានាងព្រមបែបនេះលោកសេដ្ឋីនេះគួរតែដាក់ទោសប្តីខ្លួនឯងដើម្បីកុំឲ្យបង្ខំអ្នកក្រោយទៀតចំពោះរឿងនឹងខ្ញុំដឹងហើយខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចនៅក្នុងគ្រួសាររបស់ខ្ញុំមានតែខ្ញុំតែប៉ុណ្ណោះដែលអាចដោះស្រាយបានអញ្ចឹងសូមលោកសេដ្ឋីនេះដោះស្រាយរឿងនេះដោយយុត្តិធម៌កុំទម្លាក់កំហុសលើអ្នកដែលមិនបានធ្វើខុសអ្នកដែលចាប់ផ្ដើមកំហុសគឺជាប្តីរបស់លោកសេដ្ឋីនេះដែលគេគឺជាមនុស្សល្មមតណ្ហាទៅបង្ខំមនុស្សស្រីដល់បន្ទប់បន្ទាប់ពីឮលោកតានិយាយរៀបរាប់បែបនេះហើយលោកសេដ្ឋីនេះក៏មានការអៀនខ្មាស់យ៉ាងខ្លាំងហើយគាត់ក៏បានដើរសម្ដៅទៅផ្ទះវិញនៅពេលដែលមកដល់ផ្ទះវិញក៏មានអ្នកបម្រើលោកសេដ្ឋីនេះម្នាក់បានយករឿងរ៉ាវដែលបានឃើញប្តីលោកសេដ្ឋីនេះតាក់ទងស្នេហាជាមួយនឹងអ្នកបម្រើមកប្រាប់លោកសេដ្ឋីនេះខ្ញុំមានរឿងមួយចង់ប្រាប់លោកសេដ្ឋីនេះគឺខ្ញុំបានឃើញលោកប្រុសលួចតាក់ទងស្នេហាជាមួយនឹងនាងមុំនៅពេលដែលលោកសេដ្ឋីនេះបានដើរទៅផ្សារកាលពីព្រឹកមិញវាគឺជាការពិតមែនទេហើយអ្វីបានជាវាធ្វើបែបនេះចំពោះយើងនេះឯងនិយាយគឺជាការពិតដែរទេខ្ញុំបានទទួលពីបញ្ជាលោកសេដ្ឋីនេះដើម្បីតាមដានលោកប្រុសជាប់ជានិច្ចតើហើយអ្វីបានខ្ញុំត្រូវនិយាយកុហកបើលោកសេដ្ឋីនេះមិនជឿថ្ងៃក្រោយកុំប្រើខ្ញុំឲ្យតាមដានទៀតយើងនៅមិនទាន់ជឿជាក់លើឯងទាំងស្រុងពេកទេព្រោះតែកាលពីព្រឹកមិញវាបានសន្យាជាមួយយើងរួចហើយដូច្នេះវាប្រហែលជាមិនធ្វើដោយកាលពីមុនទៀតសម្រាប់ថាលោកសេដ្ឋីនេះមិនជឿលើអ្វីដែលខ្ញុំនិយាយប្រាប់ទេអញ្ចឹងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឈប់តាមដានលោកប្រុសទៀតហើយខ្ញុំសូមធ្វើការងារធម្មតាដោយកាលពីមុនវិញ
យើងមិនទាន់និយាយថាមិនជឿលើឯងទាំងស្រុងនោះទេគ្រាន់តែយើងទើបតែស្ដាប់ការសន្យារបស់គេកាលពីព្រឹកមិញប៉ុន្តែហេតុអ្វីបានជាយើងដើរទៅផ្សារត្រឹមតែមួយព្រឹកស្រាប់តែយើងមកដល់ផ្ទះវិញឯងក៏ប្រាប់ថាវាតាក់ទងជាមួយនឹងនាងមុំអញ្ចឹងខ្ញុំសូមទៅធ្វើការងាររបស់ខ្ញុំវិញហើយលោកសេដ្ឋីនីខ្ញុំជម្រាបលាតើកំពុងតែនិយាយគ្នារឿងអីដឹងហេតុអ្វីបានជាពេលដែលឃើញខ្ញុំដើរមកដល់ប្រាប់តែអាចកប្រញាប់ចាក់ចេញទៅវិញលឿនបែបនេះវាគ្មានអ្វីទេគ្រាន់តែគេមកសុំយើងទៅលេងស្រុកតែប៉ុណ្ណោះហើយយើងក៏មិនអនុញ្ញាតឲ្យគេទៅខ្ញុំស្មានតែមានកិច្ចការអ្វីដែលត្រូវនិយាយនៅពេលដែលឃើញខ្ញុំស្រាប់តែគេភ័យហើយខ្លាចចេញទៅបាត់ហេតុអ្វីបានជាគេត្រូវខ្លាចឯងព្រោះតែគេមានកិច្ចការដែលគេត្រូវធ្វើនឹងហើយគេមិនទំនេរដូចជាឯងទេមួយថ្ងៃមិនខំប្រឹងធ្វើការគិតតែចាយប្រាក់របស់យើងអញ្ចឹងខ្ញុំសូមទៅធ្វើការសិនហើយខ្ញុំទៅមើលកម្មករធ្វើការនៅចំការវិញប្រសើរជាងនៅផ្ទះឲ្យលោកសេដ្ឋីនីស្ដីបន្ទោសលុះដល់ពេលយប់ប្តីក្មេងលោកសេដ្ឋីនីក៏បានមករកនាងមុំដល់បន្ទប់តែហេតុអ្វីបានជាបងមកនៅពេលនេះបើសិនជាលោកសេដ្ឋីនីបានដឹងពួកយើងប្រកាសជាលំបាកជាមិនខានលោកសេដ្ឋីនីបានសម្រាប់បាត់ហើយនៅពេលនេះគាត់មិនបានដឹងទេថាបងចេញពីបន្ទប់ពួកយើងគួរតែឡើងឋានសួគ៌ជាមួយគ្នាទៅតែពេលណាទៅលោកសេដ្ឋីនីគាត់នឹងស្លាប់ហេតុអ្វីបានជាបងមិនសម្លាប់លោកសេដ្ឋីនីចោលតែម្ដងទៅទ្រព្យសម្បត្តិទាំងអស់នឹងខ្លាចជារបស់បងហើយពួកយើងនឹងបានរស់នៅជាមួយគ្នាឲ្យគាត់ស្លាប់តាមដំណើរទៅមិនយូរមិនឆាប់គាត់នឹងស្លាប់ចាក់ជាមិនខានព្រោះតែរាល់ថ្ងៃគាត់មានអាការៈកាន់តែចាប់ជាងមុនដូច្នេះបងគិតថាបងមិនចង់សម្លាប់គាត់ទេមុននឹងក្រោយទ្រព្យសម្បត្តិទាំងអស់នេះនឹងខ្លាចជារបស់យើងតែពីរនាក់នេះឯងគិតមែនទេថាយើងនឹងស្លាប់ប៉ុន្តែយើងគិតថាពួកឯងទាំងពីរនាក់វិញទេដែលស្លាប់មុនយើងហើយអ្វីបានជាឯងលួចក្បត់យើងបែបនេះលោកសេដ្ឋីនីខ្ញុំគឺខ្ញុំខុសហើយលើកលែងទោសឲ្យខ្ញុំម្ដងទៀតទៅខ្ញុំនឹងមិនធ្វើឲ្យមានរឿងបែបនេះកើតឡើងទៀតទេយើងមិនព្រមនោះទេឯងឆាប់ចេញពីផ្ទះយើងភ្លាមទៅមុននឹងយើងឲ្យកូនចៅយើងមកវាយសម្លាប់ឯងនៅទីនេះហើយយើងនឹងមិនឲ្យឯងសូម្បីតែប្រាក់មួយសេនលោកសេដ្ឋីនីដេញគេតែម្នាក់ទៅបានហើយខ្ញុំសុំនៅទីនេះផងខ្ញុំមិនចង់ចាកចេញពីទីនេះទេតើហេតុអ្វីបានជានាងនិយាយបែបនេះហេតុអ្វីបានជានាងបង្កប់ឲ្យលោកសេដ្ឋីនីដេញជើងចេញតែម្នាក់ឯងបែបនេះលោកគឺជាមនុស្សអាក្រក់លោកតែងតែមកខំអ្នកបម្រើគ្រប់គ្នាដូច្នេះហើយសមហើយដែលលោកសេដ្ឋីនីដេញលោកចេញពីទីនេះដូច្នេះលោកទៅតែម្នាក់ឯងទៅយើងដេញពួកឯងតែពីរនាក់ចេញតែពីរនាក់តែម្ដងទៅហើយកុំឲ្យយើងឃើញមុខពួកឯងតែពីរនាក់ទៀតបើយើងឃើញពួកឯងតែពីរនាក់នៅទីកន្លែងណាយើងប្រកាសជាសម្លាប់ពួកឯងតែពីរនាក់ជាក់ជាមិនខាននៅពេលនោះលោកសេដ្ឋីនីក៏បានដេញប្តីក្មេងរបស់គាត់ចាក់ចេញពីផ្ទះរួមទាំងនាងមុំដែលជាអ្នកបម្រើផងដែរ